ដើមសតវត្សទី20ក្រុមហ៊ុនតែមួយបានក្តាប់ផ្ដាប់ពិភពលោកទាំងមូលទូរស័ព្ទដៃរបស់ពួកគេធ្វើការលក់ចែកចាយគ្រប់ទីកន្លែងហើយមនុស្សជឿថាវានឹងនៅថិតថេរជារៀងរហូតប៉ុន្តែក្នុងរយៈពេលតែ 2-3 ឆ្នាំទៅមុខអ្វីៗបានក្រឡាប់ចាក់នេះគឺជារឿងដ៏ភ្ញាក់ផ្អើលមួយរបស់ក្រុមហ៊ុន Nokia មុនពេល smartphone ចាប់កំណើត Nokia មិនទាន់ជាក្រុមហ៊ុនទូរស័ព្ទដៃនៅឡើយទេវាត្រូវបានរកឃើញនៅឆ្នាំ1865ក្នុងប្រទេស Finland កាលនោះ Nokia ចាប់ផ្ដើមផលិតក្រដាសស្បែកជើងកៅស៊ូនិងខ្សែភ្លើងនៅចន្លោះឆ្នាំ1980ដល់ឆ្នាំ1990ក្រុមហ៊ុននេះបានឈានជើងចូលក្នុងវិស័យឧស្សាហកម្មទូរស័ព្ទចល័តតែមួយប្រព្រឹត្តភ្នែក Nokia បានក្លាយជាក្រុមហ៊ុនទូរស័ព្ទដ៏មានឈ្មោះល្បីល្បាញមួយដោយសារភាពធន់រឹងមាំតម្លៃសមរម្យងាយស្រួលប្រើប្រាស់និងមានថ្មកាន់បានយូរកាលនោះ Nokia គ្រប់គ្រងជាង 40% នៃទីផ្សារទូរស័ព្ទដៃវាត្រូវបានលក់ដាច់ជាងរាប់រយលានគ្រឿង Nokia បានក្លាយជាក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេលើពិភពលោកខណៈដែលក្រុមហ៊ុន Nokia បាននឹងកំពុងតែឈ្នះលើទីផ្សារបច្ចេកវិទ្យាត្រូវបានផ្លាស់ប្ដូរក្នុងឆ្នាំ2007ក្រុមហ៊ុន Apple បានធ្វើការណែនាំទូរស័ព្ទដៃ iPhone ជាទូរស័ព្ទដៃមើលទៅចម្លែកពីដំបូងវាគ្មានក្តារចុចមានតែអេក្រង់សម្រាប់ Touch Screen កម្មវិធីទាំងស្រុងផ្ដោតលើប្រព័ន្ធអ៊ីនធឺណិតក្រុមហ៊ុនជាច្រើនបានធ្វើការសោយចំអកបូករួមទាំងក្រុមហ៊ុន Nokia ផងដែរនាយកប្រតិបត្តិក្រុមហ៊ុន Nokia ជឿថាមនុស្សតែងតែត្រូវការក្តារចុចទូរស័ព្ទដៃនៅពេលនោះ Nokia បានអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការទូរស័ព្ទឈ្មោះថា Symbian ដែលវាមានភាពចាស់កម្រិលនិងពិបាកក្នុងការអភិវឌ្ឍទៅមុខខណៈដែលក្រុមហ៊ុន Apple កំពុងអភិវឌ្ឍប្រព័ន្ធ iOS និង Google បង្កើត Android ប្រព័ន្ធទូរស័ព្ទដៃទាំងពីរនេះផ្ដោតសំខាន់ទៅលើកម្មវិធីប្រើប្រាស់បទពិសោធន៍នៃការចុចលើអេក្រង់អ៊ីនធឺណិតល្បឿនលឿននិងភាពរលូននៃប្រព័ន្ធប្រតិបត្តិការប៉ុន្តែ Nokia វិញបែរជាធ្វើការផ្លាស់ប្ដូរយឺតតាមពិតទៅក្រុមហ៊ុន Nokia មានវិស្វករជំនាញជាច្រើនប៉ុន្តែផ្ទៃក្នុងពោពេញទៅដោយបញ្ហាការសម្រេចចិត្តមានភាពយឺតយ៉ាវបុគ្គលិកក្រុមអវ៉ាតត្រូវស្ដាប់ថ្នាក់ដឹកនាំរីឯអ្នកដឹកនាំបែរជាមិនអើពើអំពីព័ត៌មានដែលមិនល្អចំពោះក្រុមហ៊ុនហើយដូច្នោះហើយបុគ្គលិកមានភាពភ័យខ្លាចក្នុងការលើកឡើងអំពីការដួលរលំនៃប្រព័ន្ធ Symbian ហើយក្រុមហ៊ុនក៏បន្តប្រើប្រាស់វាតទៅមុខទៀត Nokia ជាប់គាំងនឹងការអបក្រសោបនៅជោគជ័យដែលចាស់នេះហើយគឺជាមេរៀនដ៏ធំមួយក្នុងប្រវត្តិសាស្ត្រជំនួញភាពជោគជ័យធ្វើឲ្យក្រុមហ៊ុនខ្វាក់ភ្នែកចូលដល់ឆ្នាំ2010ទូរស័ព្ទដៃប្រព័ន្ធ Android បានផ្ទុះការចាប់អារម្មណ៍ចំណែក iPhone លក់ដាច់លឿនដោយគ្រាប់រ៉ុកែត Nokia ក៏ចាប់ផ្ដើមជ្រួលច្របល់ឈានដល់ឆ្នាំ2011 Nokia បានធ្វើការចាប់ដៃគូសហការជាមួយក្រុមហ៊ុន Microsoft និងបានផ្លាស់ទៅប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ Windows វិញម្ដងប៉ុន្តែវាហួសពេលទៅហើយក្រុមអ្នកអភិវឌ្ឍកម្មវិធីបានផ្ដោតទៅលើប្រព័ន្ធ Android និង iPhone ពីព្រោះអតិថិជនចង់បានកម្មវិធីដែលដំណើរការរលូនជាមួយនឹងការ Touch Screen ក៏ដូចជាបទពិសោធន៍នៃការប្រើប្រាស់ល្អពីអតិថិជនភាគហ៊ុនរបស់ក្រុមហ៊ុន Nokia ត្រូវបានដួលរលំចំណូលរបស់វាក៏លែងមានតទៅទៀត Nokia ចាប់ផ្ដើមអស់ឥទ្ធិពលហើយនៅឆ្នាំ2014ក្រុមហ៊ុន Microsoft បានសម្រេចទិញយកក្រុមហ៊ុន Nokia តែម្ដងតាមពិតទៅ Nokia មិនមែនបរាជ័យដោយសារការខ្វះធនធានហិរញ្ញវត្ថុនោះទេវាបរាជ័យដោយសារមិនទទួលយកការផ្លាស់ប្ដូរខ្លាចការផ្លាស់ប្ដូរមកបំផ្លាញជោគជ័យដែលធ្លាប់មាននិងការមើលស្រាលដៃគូប្រកួតប្រជែង Nokia ធ្លាប់បានផ្សារភ្ជាប់ពិភពលោកឲ្យជិតស្និទ្ធជាមួយគ្នានិងបានបង្រៀនមនុស្សឲ្យចេះប្រើនៅទូរស័ព្ទដៃចល័តប៉ុន្តែបែរជាបរាជ័យក្នុងការស្វែងយល់ពីបដិវត្តន៍នៃទូរស័ព្ទដៃឆ្លាតវៃទៅវិញសាច់រឿងនេះបានរំលឹកយើងថាទោះបីជាយើងជោគជ័យដល់កម្រិតណាក៏ដោយយើងត្រូវតែចេះសម្របតាមកលៈទេសៈរៀនសូត្របន្ថែមនិងបន្តអភិវឌ្ឍខ្លួនជានិច្ច